បាទបងប្អូនដឹងហើយបន្ទាប់ពីបងប្អូនបានមើលវីដេអូកាន់ស្មៅនៅក្បាលដំបងនេះបងប្អូនពិតជាឆ្ងល់ថាតើខ្ញុំបានម៉ាស៊ីនកាន់ស្មៅប្រភេទនេះមកពីណាដែរហ្នឹងហើយដែលម៉ាស៊ីនបច្ចុប្បន្នដែលខ្ញុំប្រើនេះគឺវាមានសមត្ថភាពអាចកាន់ស្មៅដូចជាខ្ញុំនឹងអាចបានរហូតដល់4ទៅ5តោនក្នុង1ម៉ោងណាបាទហើយបើវាអាចកាន់ដើមពោតបានរហូតដល់5ទៅ6តោនក្នុង1ម៉ោងហ្នឹងហើយប្រភេទម៉ាស៊ីនទាំងអស់នេះដែរគឺខ្ញុំបាទផ្ទាល់តែជាអ្នកនាំចូលពីប្រទេសថៃហ្នឹងហើយដែលមានគុណភាពល្អហើយធានាការប្រើប្រាស់បានយូរអង្វែងសាច់ដែកក្រាស់ស្វិតល្អហើយវាមានដល់ជាច្រើនជម្រើសនិងច្រើនប្រភេទសម្រាប់បងប្អូនដែលម៉ាស៊ីនខ្ញុំបាទកំពុងតែប្រើរាល់ថ្ងៃនេះវាមានតម្លៃចន្លោះ$1000ហ្នឹងហើយវាមានប្រភេទទូចជាងនឹងទៀតដែលតម្លៃវាត្រឹម$1000ស្ដើងដែលវាអាចមានសមត្ថភាពកាន់បាន2តោនក្នុង1ម៉ោងហើយមានធំជាងនេះទៀតគឺអាចបានរហូតដល់7ទៅ8តោនក្នុង1ម៉ោងហើយវាមានជាច្រើនប្រភេទដែលអាចភ្ជាប់ជាមួយត្រាក់ទ័រនិងប្រភេទផ្សេងៗបានហ្នឹងហើយអញ្ចឹងបងប្អូនដែលចង់បានម៉ាស៊ីនកិនស្មៅដែលមានគុណភាពល្អបងប្អូនអាចតាក់ទងមកខ្ញុំបាទផ្ទាល់ហ្នឹងហើយមិនត្រឹមតែប៉ុណ្ណេះបងប្អូននឹងមានខ្ញុំបាទនឹងមានសេវាដឹកជញ្ជូនដល់ទីតាំងទៀតហ្នឹងហើយបងប្អូនធានាបាននូវគុណភាពហើយនឹងសេវាកម្មអីវ៉ាន់ដល់ដៃទើបវេប្រាក់មកហ្នឹងហើយពិនិត្យអីវ៉ាន់រួចរាល់ហើយបងប្អូននៅពេលដែលបងប្អូនទិញម៉ាស៊ីនពីខ្ញុំបាទនឹងព្រីបច្ចេកទេសនៃការដាំដុះស្មៅក៏ដូចជាមានការធានាយ៉ាងច្បាស់លាស់ពីក្រុមហ៊ុនហ្នឹងហើយថ្ងៃនេះអរគុណដែរសម្រាប់ថ្ងៃទី6ខែ4ដើមចូលចេញ SP5 មួយខាងភ្នំពេញដើមខែ4មុនចូលឆ្នាំហ្នឹងអរគុណបើសិនបងប្អូនមានតម្រូវការផ្នែកម៉ាស៊ីនកិនស្មៅកិនពោតក៏ដូចជាមេឈើអាចតាក់ទងមកខ្ញុំបាទផ្ទាល់ហ្នឹងហើយអរគុណ